ដោយសបិនខ្លាយជាការពិតបរិមម្នាក់បានដកលុយរាប់ពាន់លានដុល្លារពីម៉ាស៊ីន ATM ដែលខូចក៏ប៉ុន្តែដឹងខ្លួនខុសក៏បានចូលសារភាពប្រាប់ប៉ូលីសបរិជាជនជាតិអូស្ត្រាលីម្នាក់ដែលមានឈ្មោះថា Dan Saunders បានរកឃើញបញ្ហាបច្ចេកទេសនៃម៉ាស៊ីនដកប្រាក់ឬក៏ម៉ាស៊ីន ATM នាំឲ្យគាត់អាចធ្វើការដកប្រាក់បានរាប់លានដុល្លារនិងស៊ីចាយសប្បាយដោយលែងខ្វល់ពីអ្វីទាំងអស់ប្រភពពីសារព័ត៌មាន Newsnet បានបន្តទៀតថារឿងរ៉ាវដែលធ្វើឲ្យធនាគារទាំងអស់នោះចងចាំទុកជាមេរៀននេះគឺបានកើតឡើងកាលពីឆ្នាំ2011នៅពេលយប់មួយបរិដែលមានឈ្មោះថា Dan Saunders បានចូលទៅដកលុយដោយធម្មតាហើយគាត់ក៏បានកត់សម្គាល់ឃើញថាម៉ាស៊ីន ATM ដំណើរការខុសប្រក្រតីដោយបង្ហាញអំពីចំនួនសាច់ប្រាក់នៅក្នុងកុងធនាគារមិនត្រឹមត្រូវលោក Dan ក៏បានចាប់អារម្មណ៍ឃើញថាលោកអាចដកយកប្រាក់បន្ថែមទៀតលើសពីចំនួនដែលមាននៅក្នុងគណនីសន្សំរបស់ខ្លួនដូច្នេះហើយលោកក៏បានបន្តដកប្រាក់នោះជាបន្តបន្ទាប់រហូតរាប់លានដុល្លារអាមេរិកនិងបានយកទៅស៊ីចាយសប្បាយអស់ជាច្រើនថ្ងៃយ៉ាងណាមិញថ្ងៃមួយលោក Saunders ក៏បានភ្ញាក់រលឹកនិងបានចាប់ផ្ដើមដឹងខ្លួនខុសនៅចំពោះមុខប៉ូលីសលោកក៏បានសារភាពថាប្រាក់ទាំងអស់នោះធ្វើឲ្យគាត់សប្បាយភ្លេចខ្លួនជាបណ្ដោះអាសន្នប៉ុន្តែវាក៏បានធ្វើឲ្យគាត់មានការភ័យខ្លួនផងដែររឿងរ៉ាវនេះក៏បានធ្វើឲ្យគាត់គិតច្រើនរហូតដល់មានបញ្ហាផ្លូវចិត្តនិងធ្វើឲ្យគាត់ផុងខ្លួនប្រើប្រាស់គ្រឿងញៀនដើម្បីរងាប់អារម្មណ៍បន្ទាប់ពីបានដឹងអំពីកំហុសទាំងអស់នោះលោកក៏បានសម្រេចចិត្តចូលសារភាពនៅចំពោះមុខតុលាការដោយខ្លួនឯងតែម្ដងជាលទ្ធផលលោក Dan Saunders ក៏ត្រូវបានផ្ដន្ទាទោសពីបទឆបោកនិងចោរកម្មហើយក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល12ខែ